សម្រាប់គុណប្រយោជន៍ដែលយើងទទួលបានពីការផ្ដាច់គម្រោងឬសេវាកម្មទាំងអស់របស់ Smart ទី1គឺយើងអាចផ្ដាច់គម្រោងឬក៏សេវាកម្មផ្សេងៗដែលយើងបានភ្ជាប់ដែលដឹងខ្លួនទី2នៅពេលដែលយើងធ្វើការផ្ដាច់គម្រោងឬសេវាកម្មទាំងអស់រួចរាល់ហើយបើសិនជាយើងចង់ផ្លាស់ប្ដូរទៅគម្រោងថ្មីគឺមានភាពងាយស្រួលគឺយើងអាចផ្លាស់ប្ដូរបានភ្លាមៗតែម្ដងប៉ុន្តែបើសិនជាយើងអត់ទាន់បានផ្ដាច់ទេឧទាហរណ៍ថាយើងកំពុងតែភ្ជាប់គម្រោងអូតូណាមួយប៉ុន្តែយើងចង់ដូរទៅគម្រោងថ្មីអញ្ចឹងនៅពេលដែលយើងបញ្ចូលលុយទៅគឺក្រុមហ៊ុនធ្វើការកាត់លុយយើងភ្លាមៗតែម្ដងដើម្បីយកទៅដំណើរការគម្រោងចាស់របស់យើងហ្នឹងអូតូម៉ាទិកតែម្ដងអញ្ចឹងធ្វើឲ្យយើងអត់អាចផ្លាស់ប្ដូរទៅគម្រោងថ្មីដដែលបាទគឺតើតែយើងធ្វើការផ្ដាច់គម្រោងអាចាស់ជាមុនសិនអញ្ចឹងចង់ដឹងថាគេផ្ដាច់របៀបម៉េចតោះទៅទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរនិងសួស្តីបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android បាទសម្រាប់បងប្អូនដែលថ្មីបងប្អូនអាចចុចពាក្យជាវឬ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សម្រាប់បងប្អូនអរគ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំបាទចង់បង្ហាញបងប្អូនអរគ្នាពីរបៀបក្នុងការផ្ដាច់គម្រោងឬក៏សេវាកម្មទាំងអស់របស់ក្រុមហ៊ុន Smart បាទអញ្ចឹងយើងចូលទៅដល់របៀបផ្ដាច់តែម្ដងទៅបាទអញ្ចឹងជាដំបូងយើងចុចផ្កាយមក1200ត្រង់ជ្រុកបន្ទាប់មកយើងធ្វើការចុចបញ្ជូនបាទកន្លែងនេះគឺវាបង្ហាញជំរើស2គឺទី1បើសិនជាយើងចុចយកលេខ1គឺបង្ហាញឈ្មោះសេវាកម្មទាំងអស់ដែលយើងបានភ្ជាប់ហើយទី2គឺយើងអត់ខ្វល់ទេគឺយើងស្នើសុំផ្ដាច់សេវាកម្មនឹងទាំងអស់តែម្ដងអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺលេខ2នេះយើងចុចលេខ2មកហើយយើងចុចផ្ញើបាទអ្វីដែលយើងត្រូវផ្ដាច់គឺមាន2ហ្នឹងបាទគឺទី1សេវាកម្ម Digital ហើយទី2សេវាកម្មទូរស័ព្ទអញ្ចឹងយើងចុចផ្ដាច់ទី1មុនមកបន្ទាប់មកចាំយើងផ្ដាច់ទី2បាទអញ្ចឹងយើងចុចលេខ1មកដើម្បីផ្ដាច់សេវាកម្ម Digital ហ្នឹងបាទចុចលេខ1ហើយយើងចុចផ្ញើមកបាទមកដល់កន្លែងនេះយើងចុចលេខ1មកដើម្បីបញ្ជាក់ថាយើងពិតជាចង់ផ្ដាច់សេវាកម្ម Digital មែនអញ្ចឹងយើងចុចលេខ1ហើយយើងចុចផ្ញើមកបាទកន្លែងនេះគេបញ្ជាក់ប្រាប់យើងថាយើងអត់បានភ្ជាប់សេវាកម្ម Digital ទេប៉ុន្តែយើងត្រូវតែផ្ដាច់ដើម្បីការពារកុំឲ្យមានហានិភ័យបាទអញ្ចឹងយើងចុចលេខ0មកដើម្បីត្រឡប់ទៅកន្លែងដើមវិញបាទចុចលេខ0នេះយើងចុចផ្ញើមកដើម្បីមកដល់កន្លែងនេះដំបូងយើងផ្ដាច់សេវាកម្ម Digital ឥឡូវកន្លែងនេះគឺយើងចុចលេខ2ម្ដងមកដើម្បីផ្ដាច់សេវាកម្មទូរស័ព្ទចល័តបាទយើងចុចលេខ2ហើយយើងចុចផ្ញើមកបន្ទាប់មកយើងចុចលេខ1ដើម្បីបញ្ជាក់បាទហើយយើងចុចផ្ញើមកបាទកន្លែងនេះគេបញ្ជាក់ប្រាប់យើងថាគឺយើងបានធ្វើការផ្ដាច់គម្រោងទាំងអស់បានដោយជោគជ័យហើយប៉ុន្តែយើងអត់ទាន់អាចទុកចិត្តបានទេអញ្ចឹងដើម្បីឲ្យទុកចិត្តបានថាវាដាច់ 100% បងប្អូនចុចលេខ1មកហើយចុចពាក្យថាផ្ញើមកបាទឥឡូវគេបញ្ជាក់ប្រាប់ថាយើងនឹងទទួលបានសារមួយក្នុងពេលឆាប់ហ្នឹងបាទអញ្ចឹងរងចាំវាមកផ្លែតមកបាទនេះវាលោតមកយើងចុចមើលតែម្ដងបាទក្នុងសារនេះគេបញ្ជាក់ប្រាប់យើងថាយើងបានភ្ជាប់គម្រោងដើមគម្រោង Smart Flexi 250ហ្នឹងណាបាទអញ្ចឹងគម្រោងដើមមានន័យថាជាគម្រោងមួយដែលយើងបញ្ចូលលុយទៅគឺលុយនៅធម្មតាយើងចង់ទុកដូរទៅគម្រោងថ្មីណាមួយក៏បានដែរវាអត់កាត់ដេះផ្ដាស់ទេអញ្ចឹងឥឡូវនេះមានន័យថាយើងបានផ្ដាច់គម្រោងទាំងអស់ឬក៏សេវាកម្មទាំងអស់របស់ Smart បានដោយជោគជ័យ 100% ហើយបាទអញ្ចឹងបងប្អូនអាចបញ្ចូលលុយហើយធ្វើការផ្លាស់ប្ដូរទៅគម្រោងថ្មីណាមួយដែលបងប្អូនពេញចិត្តបានហើយឥឡូវនេះបាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានជាចម្ងល់អីបងប្អូនអាច comment នៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត